បាទថ្ងៃនេះទាំងអស់គ្នាថ្ងៃនេះផងដែរគឺយើងមានការប្រៀបធៀបតួអង្គចំនួន2នាក់ទៀតដែរដែលមកពីចក្រវាឡផ្សេងគ្នាទី1គឺយើងមានតូឌីនសាន់ដែលមកពីចក្រវាឡ MCU ជាមួយនឹង Superman ដែលមកពីចក្រវាឡ DCEU តើនរណានឹងឈ្នះបើសិនជាពួកគេច្បាំងគ្នាតោះមុននឹងធ្វើការដល់បកស្រាយថានរណាចាញ់នរណាឈ្នះខ្ញុំនឹងធ្វើការបកស្រាយនៅកម្លាំងនិងភាពតាន់និងស្នាដៃរបស់ពួកគេអ្នកជាមុនសិនបាទថ្ងៃនេះទាំងអស់គ្នាចំពោះកម្លាំងគឺខ្ញុំសូមនិយាយទៅកាន់សមុនគឺសគាត់មានកម្លាំងខ្លាំងមែនតើគាត់មានកម្លាំងអាចចាប់ទាញនៅចិញ្ចៀននៃដាវលាបានហើយនឹងអ្វីដែលខ្លាំងចំពោះគាត់មួយទៀតគឺគាត់អាចមានកម្លាំងគប់នៅថា Storm Breaker របស់គាត់នឹងឆ្លងកាត់នៅធម្មពលបងទាំង6គ្រាប់ដែលតានោះបាញ់ចេញពីស្រោមដៃ Infinity Gauntlet របស់គាត់ហោះបុកចំទ្រូងតានោះយកតែម្ដងនេះសបញ្ជាក់ថាកម្លាំងរបស់សគឺខ្លាំងមែនតើគឺគាត់អាចធ្វើវាបានអានេះចំពោះ Fate ស្នាដៃខ្លាំងរបស់គាត់នៅក្នុង Infinity War នឹងឯអ្នកទាំងអស់គ្នាគឺគាត់អាចមានកម្លាំងដំកំទេចនៅទីក្រុង Sokovia ដែលធ្លាក់មកលើភពផែនដីហ្នឹងហើយអ្វីដែលសំខាន់មួយទៀតគឺគាត់ស្ទើរតែបំបែកនៅភពប្រច័នមួយដែលគាត់ទៅចាប់នៃថៅ Storm Breaker របស់គាត់បាទនៅអ្នកទាំងអស់គ្នានេះជាស្នាដៃកម្លាំងរបស់គាត់ចុះបើសិនជាយើងនិយាយពីស្នាដៃកម្លាំងរបស់ Superman វិញតើគាត់ខ្លាំងកម្រិតណាដែរតោះខ្ញុំធ្វើការនិយាយត្រួសតែម្ដងទៅបាទនៅអ្នកទាំងអស់គ្នាចំពោះកម្លាំង Superman វិញគឺគាត់ធ្វើបានដូចជាទប់ទល់ជាមួយនឹងកម្លាំងក្រុមម្ចាស់ Tesla ទាំងមូលមាន Wonder Woman Aquaman ជាមួយនឹង Cyborg ហើយអ្វីដែលសំខាន់គឺគាត់អាចមានកម្លាំងទប់បាននៅកម្លាំងកណ្ដាប់ដៃរបស់ Stephen Wolf គឺគាត់អាចម៉ាត់ Stephen Wolf ហើយស្លឹកយ៉ាងក្នុងកម្លាំងដែលគាត់ម៉ាត់មួយដៃហើយអ្វីដែលខ្លាំងសម្រាប់ Superman មួយទៀតនោះគឺគាត់អាចទាញនៅកប៉ាល់ខ្នាតធំហើយដែលកម្លាំងដែលខ្លាំងសម្រាប់គាត់ដែលខ្ញុំមើលទៅខ្លាំងជាងគេហ្មងគឺគាត់អាចរុញអបមករបស់ទាំង3រួមគ្នានឹងឲ្យបែកចេញពីគ្នាបានតែជាក់ស្ដែងបើសិនជាគាត់រុញតែម្នាក់ឯងក៏ខ្ញុំគិតថាមិនអាចដែរគឺមានជំនួយពី The Flash ជាមួយនឹង Cyborg តែក្នុងការរុញហ្នឹងគឺគាត់ត្រូវការប្រើកម្លាំងខ្លាំងដូចគ្នាក្នុងការបញ្ចេញបាទអ្នកទាំងអស់គ្នាហើយចំពោះភាពតានរបស់ Superman វិញក៏មិនណយដែរគឺគាត់អាចទប់បាននៅការកាប់របស់ Stephen Wolf ពីសំណាក់ពុទ្ធៅរបស់គាត់ហ្នឹងគឺកាប់មួយទំហឹងហ្មងគឺ Superman អត់មានរង្គើសក់អីបន្តិចទេហ្នឹងហើយអ្នកទាំងអស់គ្នាមើលទៅតាមវីដេអូនេះទៅហើយអ្វីដែលថាខ្ញុំបានឃើញភាពតានរបស់គាត់ដែលខ្លាំងមួយទៀតគឺគាត់អាចហោះបុកនៅយានដែលមកពីភព Kryptonian ដែលជាដោយ General Zod ហ្នឹងជាយានបាញ់បន្តិចផែនដីហ្នឹងគឺ Superman គឺគាត់ហោះពីក្រោមដៃទៅបុកចំដល់កន្លែងធម្មពលគេបាញ់ពីយានមកហ្មងគឺអាធម្មពលបាញ់សុបពីយានមកហ្មងគឺ Superman អាចហោះបុកយានហ្នឹងបែកខ្ទេចហើយអ្វីដែលខ្ញុំបានឃើញជាក់ស្ដែងខ្លាំងបំផុតហ្នឹងគឺក្នុងវគ្គ Superman v Batman អាកន្លែងឈុត Doomsday គាត់យកដៃឆ្អឹងរបស់គាត់ចាក់ទម្លុះខ្លួនរបស់ Superman ហើយនឹងមួយទៀតគឺគាត់ត្រូវបានក៏បាច់ nuclear បាញ់ចំទៀតហ្នឹងគឺជាភាពទន់របស់គាត់ហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគាត់បាច់ nuclear ខ្លាំងប៉ុណ្ណាពេលបាញ់ចំ Superman ភ្លាមគឺ Superman គឺគាត់បានរងរបួសធ្ងន់ដែរហ្នឹងហើយគាត់បានស្លាប់ហើយខ្លួនរបស់គាត់អ្នកទាំងអស់គ្នាមើលទៅគឺស្វិតទៅហើយប៉ុន្តែគាត់អាច heal ទៅវិញក្នុងរយៈពេលត្រឹមតែមែនដូចជាខ្ទង់មួយនាទីឬមួយក៏ម៉ោងទេតែហ្នឹងបើតាមខ្ញុំមើលក្នុងសាច់រឿងណាគាត់អាច heal មកវិញបានបាទទាំងនេះគឺជាភាពធន់របស់ Superman ណាហើយចំពោះភាពធន់របស់ Thor ក្នុងរឿងនេះគឺខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាបានទស្សនាផងដែរទាំងនេះគឺជាភាពធន់របស់ Thor បាទអ្នកទាំងអស់គ្នាចំពោះភាពធន់របស់ Thor វិញគឺខ្ញុំគិតថាមានច្រើនជាង Superman ដែរគឺទី1គឺគាត់អាចទប់បាននៅ Power Stone អ្នកទាំងអស់គ្នាឃើញគឺតានោះបានយក Power Stone ហ្នឹងជាយមកដាក់កំទេចក្បាលរបស់ Thor គឺថា Thor ក៏អាចទប់បានហើយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាធម្មពលរបស់ Power Stone ហ្នឹងគឺពួក Celestial ហ្នឹងគឺយកមកកំទេចភពមួយបានដោយងាយហើយអ្វីដែលយើងបានឃើញចាក់ស្ដែងនៅក្នុងរឿងហ្នឹងគឺ Thor ក៏គាត់អាចទប់បាននៅកម្ដៅរបស់កាយនៅត្រង់ដែលបានជះធម្មពលមកចំគាត់ទាំងស្រុងតែម្ដងអ្នកនរនេះគឺទាំងស្រុងតែម្ដងហើយគាត់អាចរងនៅកម្លាំងភ្លើងជាមួយយកចំហាយធម្មពលដែលជះមកទាំងស្រុងរបស់កាយចំនួនរយៈពេលរាប់សិបនាទីអ្នកទាំងអស់គ្នាតម្រាំទៅគាត់អស់កម្លាំងណាហើយអ្វីដែលខ្ញុំមើលទៅឃើញថាភាពធន់ដែលគាត់ខ្លាំងមកប្រភេទទៀតនោះគឺគាត់អាចទប់បាននៅការចាក់របស់ Hela អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាដាវរបស់ Hela គឺមិនមែនដូចពថារបស់ Stephen Wolf ណាបាទអ្នកទាំងអស់គ្នាអ្វីដែលខ្ញុំមិនអាចប្លងគឺក្នុងវគ្គ Ragnarok អ្នកទាំងអស់គ្នាមើលទៅគឺគាត់ត្រូវបានហុកនឹងម៉ាត់យកហើយអ្នកទាំងអស់គ្នាមើលទៅនៅក្នុងឆ្នាំ2012ហ្នឹងអ្នកទាំងអស់គ្នាមើលហុកគាត់មានកម្លាំងប៉ុណ្ណាគឺគាត់អាចยึដមកដៃរបស់គាត់នោះវាយកំទេចក្បាលលេវាយអថិនមួយដែលមានទំហំធំអ្នកទាំងអស់គ្នាមើលទៅថាកម្លាំងហុកខ្លាំងប៉ុណ្ណាហើយចុះគាត់ធ្វើការវាយដំលើសក្នុងរយៈមកទំហឹងដៃអ្នកទាំងអស់គ្នាមកទំហឹងហើយនៅតែសគឺគាត់គ្មានបញ្ហាអីពាក់ព័ន្ធជាមួយនឹងល្បឿនរបស់សខ្ញុំគិតថាសគាត់មានល្បឿនលឿនបើសិនជាអាចរាប់ទៅចំពោះល្បឿនហោះហើរហើយល្បឿនប្រយុទ្ធខ្ញុំគិតថាល្បឿនហោះហើរគាត់អាចលឿនជាង Wonder Woman តែបើសិនជាល្បឿនប្រយុទ្ធគាត់អាចនឹងចាញ់ Wonder Woman ទិញទួយទេព្រោះថា Wonder Woman គឺគាត់លឿនគាត់អាចទប់បាននៅគ្រប់កំភ្លើងបានណាបាទអ្នកទាំងអស់គ្នាចំពោះល្បឿននិងភាពរហ័សរហួនរបស់ Superman គឺខ្ញុំគិតថាលឿនជាងសដែរដោយសារ Superman គឺគាត់អាចមើលឃើញ The Flash តែពេលដែល The Flash គាត់ព្យាយាមប្រើល្បឿនលឿនរបស់គាត់ក្នុងការវាយប្រហារ Superman ឬមួយក៏ប្រឈប់គាត់គឺ Superman អាចមើលឃើញ The Flash បានអ្នកទាំងអស់គ្នានេះមិនធម្មតាអ្នកទាំងអស់គ្នាគឺគាត់លឿនណាប៉ុន្តែសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នាថា Superman មិនលឿនដូច The Flash ទេ
គឺគាត់មិនលឿនខ្លាំងដូច The Flash បែបហ្នឹងទេប៉ុន្តែគាត់ថាគាត់អាចប្រយុទ្ធជាមួយ The Flash បានអ្នកនរគ្នាមើលទៅគឺគាត់អាចមានល្បឿនក្នុងការវាយប្រហារ The Flash បានប៉ុន្តែគាត់ថាគាត់មិនលឿនដូច The Flash ទេណាអ្នកនរគ្នាមើលទៅគឺ The Flash ព្យាយាមកិច្ចខ្លាំងមែនតើបើសិនជា The Flash គាត់មិនមានល្បឿនលើស Superman ទេគឺអាចនឹងត្រូវ Superman វាយបែកឆ្អឹងខ្ទេចហើយអ្នកនរគ្នាមើលជាក់ស្ដែងទៅណាបាទហ្នឹងអ្នកនរគ្នាបើនិយាយពីធម្មពលជាមួយនឹងសមត្ថភាពរបស់គាត់វិញគឺគាត់មានដូចជា2ដែលសំខាន់សម្រាប់គាត់ណាមានទី1គឺ Head Vision មានន័យថាភ្លើងកម្ដៅដែលបាញ់ចេញពីផ្នែករបស់គាត់ហ្នឹងដែលមានកម្ដៅជាង 5000 អង្សាហើយជាក់ស្ដែងហ្នឹងក៏ជាអាវុធមួយរបស់គាត់ដែរគឺគាត់បានយកវាយកទៅប្រយុទ្ធជាមួយសត្រូវដូចជា Steven Wolf គឺគាត់បានបាញ់បំបាក់ Snake Steven Wolf ហើយមួយវិញទៀតគឺគាត់បានប្រយុទ្ធជាមួយ Doomsday អ្នកនរគ្នាដឹងហើយនៅក្នុងរឿងហ្នឹងគឺគាត់បាញ់ Head Vision ហ្នឹងទល់មុខគ្នាជាមួយ Doomsday ហើយអ្នកនរគ្នាគាត់មាន ability ទៀតដែលហៅថា Free Friend គឺគាត់អាចបឺតខ្យល់ទៅក្នុងខ្លួនរបស់គាត់មួយដង្ហើមគាត់ផ្លុំចេញមកវិញអាចបង្កើតទៅជាព្យុះមួយដ៏ធំហើយមួយក៏អាចបង្កអាវុធរបស់សត្រូវបានឬមួយក៏បង្កអ្វីៗផ្សេងៗបានជាក់ស្ដែងគឺគាត់បានបង្កនៅអាវុធរបស់ Steven Wolf អញ្ចឹងនេះគឺជា ability 2ដែលខ្លាំងរបស់គាត់ណាបាទអ្នកទាំងអស់គ្នាចំពោះធម្មពលឬមួយក៏ ability របស់ Thor វិញគឺបានបង្ហាញជាងច្រើនដែរអ្នកទាំងអស់គ្នាគឺច្រើនជាង Superman ណាទី1នោះគឺគាត់បានបង្ហាញតាមរយៈការកោះហៅផ្ទះអ្នកទាំងអស់គ្នាហ្នឹងហើយដោយសារគាត់ជាអាទិទេពនៃកូនផ្ទះអញ្ចឹងគឺគាត់អាចកោះហៅផ្ទះដ៏ធំមួយក្នុងការមកបាញ់ចំហេឡាក្នុងវគ្គ Ragnarok ហើយអ្វីដែលសំខាន់គឺគាត់អាចបង្កើតរន្ទះនៅជុំវិញខ្លួនគាត់ហ្នឹងដើម្បីឲ្យឆក់សត្រូវអូតូម៉ាទិកទៀតអ្នកនរគ្នាមើលនៅក្នុងវគ្គ Ragnarok ទៅគឺគាត់បានប្រយុទ្ធជាមួយកងទ័ពដែល Hela ជប់មកហ្នឹងគឺគាត់តែកងទ័ពដើរចិត្តសគឺឆក់ខ្ទេចរលាយខ្លួនឯងហ្មងនឹងចំពោះត្រង់កន្លែងវគ្គ Ragnarok ហើយមួយវិញទៀតចំពោះនៅក្នុងវគ្គ Infinity War អ្នកទាំងអស់គ្នាមើលខ្លួនឯងទៅថាគាត់បញ្ចេញនៅធម្មពលមួយក៏សមត្ថភាព powerful គាត់ខ្លាំងប៉ុណ្ណាហ្នឹងខ្ញុំបាញ់និយាយទេអ្នកទាំងអស់គ្នាមើលទៅថាគាត់ខ្លាំងប៉ុណ្ណាដឹងហើយចំពោះទាំងនេះគឺជាធម្មពលហើយនឹងសមត្ថភាពរបស់ពួកគាត់ទាំងពីរចុះឥឡូវយើងសរុបសេចក្តីរួមមកថានរណានឹងឈ្នះបើសិនជាពួកគេច្បាំងគ្នាតោះឥឡូវយើងចាប់ផ្ដើមសន្និដ្ឋានយកតែម្ដងទៅចំពោះកម្លាំងគឺខ្ញុំគិតថាឲ្យពួកគេស្មើគ្នាដោយសារពួកគេជាលំដាប់ក្រុមដែលខ្លាំងជាងគេជាមនុស្សដែលខ្លាំងជាងគេហើយដោយមួយជាពូជសាសន៍ Kryptonian មួយទៀតជាពូជសាសន៍ Asgardian ហ្នឹងហើយឥឡូវខ្ញុំឲ្យកម្លាំងពួកគេស្មើគ្នាបាទអ្នកទាំងអស់គ្នាចំពោះ Superman ខ្ញុំគិតថាគាត់អត់ធន់ដូច Thor ទេគឺ Superman គឺគាត់អាចចាញ់នៅKryptoniteជាមួយនឹងធម្មពលវេទមន្តហើយអ្នកទាំងអស់គ្នាមើលទៅសវិញគឺសគឺគាត់មិនមាននៅចំណុចខ្សោយឡើយគឺគាត់មាន ability តាន់មែនទែនគឺគាត់អាចទប់បាននៅ Power Stone របស់ Thanos តែគាត់យកមកចំបំបីក្បាលរបស់គាត់ហ្នឹងហើយនឹងទប់ជាមួយនឹងមួយទៀតគឺធម្មពលដែលបាញ់ចេញពីផ្កាយនៅត្រង់មកគឺជះកម្ដៅមកចំគាត់ទាំងស្រុងតែម្ដងអ្នកទាំងអស់គ្នាអាចមើលបានទៅគឺថា Fate ស្នាដៃរបស់ Thor នេះគឺបង្ហាញច្រើនមែនទែនចំពោះភាពតាន់ណាបាទហ្នឹងឯងអ្នកទាំងអស់គ្នាចំពោះសមត្ថភាពឬមួយក៏ ability របស់ Thor គឺខ្លាំងជាង Superman ដាច់អ្នកទាំងអស់គ្នាមើលតែក្នុងវគ្គ Infinity War ទៅហ្នឹងហើយអ្វីដែលយើងឃើញបានគឺគាត់មានបថៅ Stormbreaker មួយដែលមានសមត្ថភាពអាចគប់ទម្លុះត្រង់តានោះទោះបីជាតានោះមានដំបង Infinity Stone តែ6គ្រាប់ក៏ដោយគឺពេលហ្នឹងគឺតានោះព្យាយាមបាញ់នៅធម្មពល Stone តែ6គ្រាប់ហ្នឹងទៅ Thor គឺ Thor បានគប់នៅបថៅ Stormbreaker ហ្នឹងហោះកាត់ធម្មពលរបស់Infinity Gauntlet តែ6គ្រាប់ហ្នឹងគឺហោះបុកទ្រង់តានោះជាប់យកតែម្ដងអ្នកទាំងអស់គ្នានេះជាធម្មពលរបស់គាត់ណាហើយអ្វីដែលយើងភ្លេចបានគឺសគាត់មាននៅភាពឆ្លាតវៃក្នុងសមរភូមិប្រយុទ្ធគាត់ចេះក្បាច់គុណដោយសារគាត់ជាពូជសាសន៍ Asgardian ណាដែលមានបទពិសោធន៍ប្រយុទ្ធហ្នឹងរាប់ពាន់ឆ្នាំហើយអ្នកទាំងអស់គ្នានេះចំពោះសមត្ថភាពមួយក៏ប្រយុទ្ធមួយក៏ធម្មពលរបស់គាត់ខុសឆ្ងាយអីតែ Superman អ្នកទាំងអស់គ្នាគឺគាត់មានតែធម្មពលគោលដែលខ្លាំងរបស់គាត់គឺ Head Vision ជាមួយនឹង Free Break ដែលជាការបាញ់រលកកម្ដៅចេញពីភ្នែកជាមួយនឹងការផ្លុំខ្យល់ត្រជាក់ចេញពីមាត់ណាចំពោះល្បឿនខ្ញុំគិតថាបានទៅលើ Superman ព្រោះថា Superman គឺគាត់អាចតាមទាន់ទៅ Flash អ្វីត្បិតតែគាត់មិនលឿនដូច The Flash មែនប៉ុន្តែគ្រាន់តែថាពេលប្រយុទ្ធហ្នឹងអ្នកទាំងអស់គ្នាមើលទៅគឺគាត់អាចមានសមត្ថភាពវា The Flash ទោះបីជា The Flash គាត់ស្ថិតនៅក្នុង Speed Force ក៏ដោយអ្នកទាំងអស់គ្នាមើលទៅគឺល្បឿនរបស់គាត់គឺលឿនជាងសដាច់តែម្ដងបាទអ្នកទាំងអស់គ្នាចំពោះកម្លាំងគឺខ្ញុំសូមឲ្យពួកគេទាំងពីរស្មើគ្នាទៅចុះណាហើយចំពោះភាពតាន់គឺខ្ញុំឲ្យទៅកាន់ Thor ជាមួយនឹងធម្មពលហើយនឹងសមត្ថភាពដែលជា ability មួយក៏ power ហ្នឹងឲ្យទៅកាន់ Thor ប៉ុន្តែទៅជា speed មួយក៏ថាល្បឿនភាពរហ័សធ្ងន់ខ្ញុំឲ្យទៅកាន់ Superman បើចឹងបន្ទូលរបស់ពួកគេហ្នឹងគឺស្មើនឹង2ទល់នឹង4ហើយចុះបើសិនជាច្បាំងគ្នាតើនរណាជាអ្នកឈ្នះខ្ញុំនឹងប្រាប់ចម្លើយអ្នកទាំងអស់គ្នាទៅចុះតោះបាទអ្នកទាំងអស់គ្នាចំពោះចម្បាំងនេះខ្ញុំអាចនឹងថាដំបូងឡើយគឺ Superman អាចនឹងគាត់មិនប្រើល្បឿនរបស់គាត់ទៅវាយ Thor ភ្លាមទេគាត់អាចនឹងប្រើនៅ Head Vision មួយក៏សាកកម្លាំងជាមួយ Thor ហើយ Thor ក៏ដូចគ្នាក៏គាត់អាចនឹងសាកកម្លាំងនឹងប្រើនៅធម្មពលរន្ទះដែលចេញពីបថៅ Stormbreaker របស់គាត់ដូចគ្នាហើយគេតាស់ធ្វើការតេស្តកម្លាំងគ្នាតេស្តធម្មពលទៅបើសិនហើយជាក់ស្ដែងទៅចំពោះធម្មពលសនឹងតែឈ្នះដាច់ហើយគាត់អាចនឹងបាញ់ត្រូវ Superman ឲ្យខ្ទាតចម្ងាយឆ្ងាយទៅ Superman គាត់នឹងឈឺហើយពេលហ្នឹងហើយបន្តមកទៀតអាចនឹង Superman មុននឹងបើសិនជាគាត់ត្រូវរបួសអញ្ចឹងគឺគាត់អាចនឹងខឹងហើយពេលហ្នឹងគឺគាត់នឹងប្រើល្បឿនលឿនរបស់គាត់វាប្រហារ Thor ហើយជាក់ស្ដែង Superman អាចនឹងវាយ Thor ហ្នឹងត្រូវបាន100ដៃមុននឹង Thor គាត់វាយ Superman 1ដៃបាទអ្នកទាំងអស់គ្នាឥឡូវគឺខ្ញុំសូមលើកផុសតាងមួយនៅក្នុងវគ្គ The Flash
2025ហ្នឹងដែលរកគ្នាមើលកន្លែងត្រង់ Kid Flash គាត់បានសម្លាប់ Foira ដែលរកគ្នាមើលទៅតែ Foira គាត់មានល្បឿនស្មើនឹង Superman ប៉ុន្តែជាក់ស្ដែង The Flash មានល្បឿនលឿនជាងតែបន្តិចទេតែមួយក៏លើហ្នឹងហើយឃើញថា The Flash គាត់អាចសម្លាប់ Foira បានហើយ Foira វា The Flash មិនត្រូវទេអានេះគឺយើងអាចទាញសន្និដ្ឋានមក Superman និងសវិញហើយថា Superman គឺមានល្បឿនលឿនដែលអាចតម្រង់ចាប់នៅ The Flash ចិត្តបានហើយចុះសគាត់មិនមានល្បឿនលឿនដូចSuperman ទេបើសិនជាប្រៀបធៀបទៅសគាត់អាចនឹងថាយឺតទេយឺតជាង Superman នឹងឆ្ងាយណាស់ទាំងអស់គ្នាអញ្ចឹងហើយអានេះខ្ញុំឲ្យនៅការប្រយុទ្ធវគ្គទី2ណាចំពោះដំណាក់កាលចុងក្រោយខ្ញុំគិតថា Superman នឹងប្រើល្បឿនរបស់គាត់ហ្នឹងល្បឿនដែលលឿនខ្ញុំប្រាប់មុនហ្នឹងវាមហាសហើយសគាត់នឹងប្រើក្បាច់គុណមួយក៏កម្លាំងធម្មពលរបស់គាត់ហ្នឹងព្យាយាមវាយឲ្យត្រូវ Superman ដូចគ្នាប៉ុន្តែជាក់ស្ដែងដោយសារ Superman លឿនពេកគាត់នឹងប្រើកម្លាំងវាយប្រហារបុកខ្លាំងហ្នឹងម៉ាត់សឲ្យប៉ើងរយៈថ្ងៃឆ្ងាយបុកជាមួយនឹងភ្នំណាពេលហ្នឹងសគាត់នឹងមានរបួសធ្ងន់ហើយគាត់នឹងប្រើនៅធម្មពលកម្លាំងចុងក្រោយរបស់គាត់ហ្នឹងគឺគប់នៅបថៅ Stormbreaker full power តែជាក់ស្ដែងបើសិនជាក្នុងចំណុចនេះគេហៅថាចំណុចស្លាប់រស់ហើយបើសិនជាពូថៅនឹងខុសចំ Superman គឺ Superman នឹងស្លាប់ភ្លាមប៉ុន្តែបើសិនជាពូថៅនឹងខុសមិនចំទេគឺ Superman នឹងម៉ាត់សតនឹងស្លាប់ហើយនឹងមួយក៏ស្លាប់អញ្ចឹងណាអាហ្នឹងជាការសន្និដ្ឋានរបស់ខ្ញុំហើយចំពោះ Superman ឈ្នះតហ្នឹងគឺ high depth គឺมันជាស្រួលទេគឺពិបាកខ្លាំងមែនតើនេះសម្រាប់ Superman គឺអស់កម្លាំងលីងពីខ្លួនតែម្ដងក្នុងការវាមហាសបាទឥឡូវគឺចំពោះជ័យជំនះគឺខ្ញុំសូមឲ្យវាទៅកាន់ Superman ណាចំពោះជ័យជំនះគឺ high depth មានន័យថាពិបាកខ្លាំងបំផុតហើយវល់ហេតុដោយសារ Superman ក៏មានល្បឿនលឿនអាហ្នឹងពេលប្រយុទ្ធភ្លាមៗសក៏ដល់ដឹងណាហើយជាក់ស្ដែងទៅនៅក្នុង comic គេបាននិយាយដែរថា Superman ឈ្នះសហើយខ្ញុំឲ្យ Superman ឈ្នះប្រហែលជាអ្នកទាំងអស់គ្នានិយាយប្រូចេះតែថាហ្មង Superman ឈ្នះសមាន super power អាចធន់នឹងផ្កាយនៅត្រង់ហើយឥឡូវអូខេឥឡូវខ្ញុំនឹងលើកហេតុផលមួយទៀតដែលថាតើសអាចឈ្នះនៅរបៀបណាបាទចំពោះដំណាក់កាលទី2នេះគឺថាបើសិនជាក្នុងលក្ខខណ្ឌសគាត់ដឹងថា Superman មានល្បឿនលឿនជាងគាត់ដាច់គាត់នឹងអាចប្រើចម្បាំងមួយក៏យុទ្ធសាស្ត្រមួយផ្សេងទៀតគាត់អាចនឹងគាត់មិនទៅវីផ្ទាល់ជាមួយនឹង Superman ទេគឺគាត់អាចនឹងប្រើនៅធម្មពលបង្កើតជារន្ទះឆក់ជុំវិញខ្លួនគាត់ឬមួយក៏អាវក្រោះរន្ទះថាមានសត្រូវណាវីគាត់ទៅគឺឆក់អូតូម៉ាទិកមកអ្នកនរគ្នាមើលទៅក្នុងវគ្គ Ragnarok ទៅហ្នឹងហើយគាត់អាចនឹងប្រើនៅកោះហៅរន្ទះដ៏ខ្នាតធំមួយក្នុងការមកឆក់ Superman ណាអាហ្នឹងក្នុងលក្ខខណ្ឌវីបហាភ្លាមៗមួយក៏ប្រើធម្មពលរន្ទះវីដូចនៅវគ្គ Infinity War ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាណាអាហ្នឹងបើសិនជាក្នុងវគ្គដំបូងគាត់ដឹងថា Superman មានល្បឿនលឿនជាងគាត់ដាច់ហើយគាត់បានប្រើនៅយុទ្ធសាស្ត្រមួយហ្នឹងក្នុងការកក Superman ណាប៉ុន្តែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Superman គឺគាត់ចាញ់នៅធម្មពលវេទមន្តជាមួយនឹង Kryptonite ហើយចំពោះសក៏មានធម្មពលវេទមន្តរន្ទះរបស់គាត់នឹងក្នុងការធ្វើឲ្យ Superman ឈឺចាប់ឬមួយក៏ថាកកាត់បន្ថយល្បឿន Superman ហើយអ្នកទាំងអស់គ្នាដឹងថាចុះបង Superman គាត់មានល្បឿនលឿនណាអូខេទទួលស្គាល់ហើយខ្ញុំនឹងនិយាយបន្តទៀតចំពោះ Superman គាត់នឹងប្រើល្បឿនលឿនជាងសំឡេងរបស់គាត់គេហៅថា speed blade ហ្នឹងក្នុងការវាមហាសតែដោយសារសគាត់ធន់នឹងការវាមហាច្រើនដោយសារភាពធន់របស់គាត់នឹងខ្ពស់គាត់ងាយដួលទេហើយសគាត់ចាំតែឱកាសមួយទេក្នុងការព្រោះ Superman គឺបញ្ចេញរន្ទះពេញផ្ទៃដីរបស់គាត់ហ្នឹងដើម្បីប្រអងល្បឿនបាទបញ្ចេញចាស់ពេញផ្ទៃដីផ្ទៃដីរបស់គាត់ដូចក្នុងវគ្គ Infinity War អញ្ចឹងឬមួយក៏ដូចក្នុងវគ្គ Ragnarok អញ្ចឹងគឺគាត់បង្កើតរន្ទះជាប់ពាត់ពេញខ្លួនដូចខ្ញុំប្រាប់កន្លែងមុនហ្នឹងអញ្ចឹងថាដើម្បីឲ្យ Superman ហ្នឹងកឬមួយក៏ថាបងអង្គល្បឿនគាត់ឲ្យ Superman គាត់ stand បន្តិចហើយក្នុងនេះជាឱកាសរបស់គាត់បើសិនជា Superman គាត់ stand បន្តិចគាត់នឹងអាចប្រើឱកាសហ្នឹងយកបថៅ Stormbreaker របស់គាត់ហ្នឹង full power ហ្នឹងកាប់ផ្ដាច់ក្បាល Superman តែម្ដងដោយគាត់កាត់ផ្ដាច់ក្បាលរបស់តានោះអញ្ចឹងអាហ្នឹងគឺជាសេចក្តីបញ្ចប់ដែលខ្ញុំបាននិយាយចុងក្រោយចុះការជ័យជំនះរបស់ Thor បែបហ្នឹងតើក្នុងតម្រងអីសម្រាប់ខ្ញុំឲ្យ extreme deep ស្ទើរស្លាប់ស្ទើររស់អ្នកទាំងអស់គ្នាមិនមែនងាយទេណាហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំនឹងបកស្រាយថាធ្វើម៉េចបាននៅស្ទើរស្លាប់ស្ទើររស់អញ្ចឹងតោះឥឡូវចាំខ្ញុំបកស្រាយជូនចំពោះ head Paul ហ្នឹងបើសិនជាខ្ញុំឲ្យអត្ថភាពហ្នឹងគឺខ្ញុំឲ្យនិយាយរួចហើយថាអត្ថភាពហ្នឹងគឺសគាត់ដឹងមុនថា Superman គាត់មានល្បឿនលឿនជាងគាត់ដាច់ល្បឿនលឿនជាងសម្លេងល្បឿនលឿនដូចពន្លឺអញ្ចឹងហើយគាត់ក៏បើសិនជាប្រយុទ្ធហ្នឹងគាត់មិនអាចនឹងដេញតាមល្បឿន Superman ទេគាត់នឹងព្យាយាមប្រើរន្ទះបិទផ្លូវឬមួយក៏ប្រើរន្ទះខ្នាតធំមួយក្នុងការវាយបកតែជាក់ស្ដែងមុននឹងគាត់ធ្វើបានគឺគាត់ត្រូវបាន Superman ហ្នឹងម៉ាត់ជាច្រើនដៃហើយអ្នកទាំងអស់គ្នាហើយធ្វើឲ្យគាត់របួសធ្ងន់ប៉ុន្តែដោយសារទៅគាត់មានភាពតានខ្លាំងអញ្ចឹងគាត់មិនងាយស្លាប់ទេមិនងាយថាស្លាប់ណាអញ្ចឹងហើយគាត់ចាំតែឱកាសមួយពេលដែល Superman ចូល stand របស់គាត់ត្រូវបានរន្ទះរបស់គាត់ឆក់ឲ្យ stand នៅស្ងៀមគាត់ព្យាយាមប្រើបថៅ Stormbreaker របស់គាត់កាប់ផ្ដាច់ក្បាល Superman តែម្ដងកាប់សម្លាប់តែម្ដងណាអាហ្នឹងតាមអ្វីដែលខ្ញុំសន្និដ្ឋានអ្នកទាំងអស់គ្នាហើយក៏សូមអរគុណអ្នកទាំងអស់គ្នាចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំពីដើមរហូតដល់ទីបញ្ចប់ហើយក៏សូមអរគុណរាល់ពាក្យសម្ដីដែលនិយាយក្នុងកាយវិការណាមួយមិនសមរម្យសូមអ្នកទាំងអស់គ្នាជួយ comment ប្រាប់ខ្ញុំផងថា
កែតម្រូវឡើងណាអីកន្លែងណាតើការវិភាគរបស់ខ្ញុំនេះសមហេតុផលឬអត់បើសិនជាមិនសមហេតុផលទេអ្នកទាំងអស់គ្នាអាចបញ្ចេញនៅមតិយោបល់អ្នកទាំងអស់គ្នាក្នុងប្រអប់ខមមិនរបស់ខ្ញុំបានទាំងក្នុង TikTok និងក្នុង YouTube បាទហើយអ្នកទាំងអស់គ្នាគឺខ្ញុំសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ